បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកអាប់ដេតតម្លៃហាងឆេងមាសឲ្យបងប្អូនទាំងអស់គ្នាសម្រាប់នៅថ្ងៃទី4ខែ9នៅឆ្នាំ2025គឺមាស1ជីគឺ$480ក្នុង1ជីហើយមួយតម្លឹង$4,805ហើយក្នុងមួយអោនវិញគឺ$3,991ក្នុងមួយអោនហើយគិតជាគីឡូវិញ1គីឡូគឺ$128,150ក្នុង1គីឡូអញ្ចឹងសម្រាប់ហាងឆេងមាសនៅថ្ងៃទី4ខែ11ឆ្នាំ2025អញ្ចឹងខ្ញុំឃើញថាមាសនេះនឹងមានកម្លាំងនៅក្នុងការចុះដោយអ្វីដែលខ្ញុំព្យាករទុកអញ្ចឹងមាសនឹងធ្វើការចុះបន្តទៀតដោយអ្វីដែលខ្ញុំព្យាករឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងហើយនេះជាតម្លៃមាសនេះនឹងធ្វើការចុះបន្តទៀតដោយអ្វីដែលខ្ញុំព្យាករឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងនេះជាតម្លៃដែលខ្ញុំព្យាករឲ្យបងប្អូនទាំងអស់គ្នាហើយកាលពីសប្តាហ៍មុនខ្ញុំក៏បានឲ្យបងសេនៅតម្លៃនេះដូចគ្នាដែរនៅ4,000 40ជាង4,000ឬ40ឬក៏30ក្នុងមួយអោនណាដល់កន្លែងហ្នឹងបងប្អូនទាំងអស់គ្នាអាចរកកន្លែងលក់បានហើយដូចអ្វីដែលយើងព្យាករឲ្យតម្លាក់ជូនឲ្យបងប្អូនទាំងអស់គ្នាអញ្ចឹងនេះហើយទីផ្សារមាសនេះនឹងមានឱកាសនៅក្នុងការចុះបន្ថែមទៀតទីផ្សារមាសនឹងមានឱកាសនៅក្នុងការចុះបន្ថែមទៀតបងប្អូនទាំងអស់គ្នាអាចកលេចទៅមើលលើtechnical ដែលយើងបានសិក្សាឬក៏យើងបានរៀននៅក្នុងការវិភាគទៅលើហាងឆេងមាសអានេះសម្រាប់ daily 4ម៉ោងណានេះសម្រាប់ daily 4ម៉ោងហើយយើងកលេចទៅមើល one day វិញហ្នឹងហើយយើងកលេចទៅមើល daily មួយថ្ងៃវិញមួយថ្ងៃក៏មានឱកាសនៅក្នុងការចុះបន្ថែមទៀតដែរហើយសម្រាប់ថ្ងៃនេះខ្ញុំគិតថាមាសអាចនឹងបន្តធ្លាក់ចុះមកដល់តម្លៃ$3,950ជាងហ្នឹងហើយឬក៏អាចផុតតម្លៃហ្នឹងអាចធ្លុះមកដល់800អាចធ្លាក់មាសនឹងអាចធ្លាក់បន្តក្នុងការធ្លាក់ទៀតអញ្ចឹងបងប្អូនទាំងអស់គ្នាអាចរងចាំតាមដានឬក៏រងចាំតាមដានទៅលើហាងឆេងមាសបន្ថែមទៀតចាហ្នឹងហើយបើសិនតែមាសមានការប្រែប្រួលឡើងឬក៏ចុះខ្ញុំនឹងអាប់ដេតតម្លៃថ្មីឲ្យបងប្អូនទាំងអស់គ្នាបន្ថែមទៀតអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែលអត់ទាន់ចុច like ហើយនឹង follow page របស់ខ្ញុំរដ្ឋាភិបាលទេជួយ like ហើយនឹង follow page របស់ខ្ញុំម្នាក់មួយទៅហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់រៀន trade ឬក៏រៀនវិភាគទៅលើហាងឆេងមាសបងប្អូនអាចចូលនៅក្នុង channel Telegram របស់ខ្ញុំបានបងប្អូនចូលនៅក្នុង comment ទៅខ្ញុំដាក់ link សម្រាប់ join in ចូលនៅក្នុងហ្នឹងឲ្យបងប្អូនអរគ្នាចូលហើយអញ្ចឹងបងប្អូនអរគ្នាអាចចូលបានអញ្ចឹងពីខ្ញុំរដ្ឋាភិបាលគឺមានតែប៉ុណ្្នឹងទេចាំមាសមានការប្រែប្រួលខ្ញុំនឹងធ្វើការអាប់ដេតឲ្យបងប្អូនអរគ្នាបន្ថែមទៀតអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងទេ